គ្រាន់តែសួរតាក់ទងទៅនឹងដៃគូរបស់ពូណាងនៅប្រទេសវៀតណាមនោះពូណាងតម្លាក់ទឹកមុខតែម្ដងក៏ថាដៃគូរបស់ខ្ញុំនៅប្រទេសវៀតណាមដដើមខ្សែក្បាត់ហ្នឹងតែត្រូវដដើមខ្សែក្បាត់ហ្នឹងគឺធ្លាប់វាយទុនមីនឲ្យតួបាទទុនមីនជាកីឡាករភូមាដែលធ្លាប់ប៉ះពូណាងវាយត្រឹមតែលើសបន្តិចតួចតែប៉ុណ្ណោះហើយពូណាងថាអូដៃគូខ្ញុំកម្ពស់ខ្ពស់ណាស់1ម៉ែត្រស្ទើរកៅហើយវាយទុនមីនឡើងតួតែម្ដងបាទពូណាងមានភារកិច្ចមួយបងប្អូនគឺថ្ងៃ24ខែឧសភាឆ្នាំ2025នេះគឺធ្វើដំណើរទៅកាន់ប្រទេសវៀតណាមដើម្បីធ្វើការប្រកួតដណ្ដើមខ្សែក្បាត់នាទីនោះតែគូបញ្ជាក់ផងដែរថាការនេះកម្មវិធីនេះជាការរៀបចំរបស់កម្ពុជាទាំងស្រុងហើយក៏សូមអរគុណដល់ក្រុមហ៊ុនខ្មែរ Boroji ដែលបានឧបត្ថម្ភទាំងស្រុងផងដែរដើម្បីចង់ដឹងចំណាប់អារម្មណ៍របស់ពូណាងយ៉ាងណាយ៉ាងណីនោះបងប្អូនរីករាយស្ដាប់នៃបទសម្ភាសន៍មួយនេះដូចតទៅបាទមែនតើពូណាងតើតើនឹងកម្ពុជាឲ្យស៊ីសងមួយពូណាងវៀតណាមហ្នឹងនេះថាម៉ៃកៅអូម៉ែកៅហើយពូណាងចូលចាប់គេវាយជង្គង់មិនបានម៉ែកៅហ្នឹងគេនៅចាប់វាជាប់យើងមិនទៅឡើងទៅដេញចាប់ទៀតបាទណាគ្រប់អូវៀតណាមម្ដងហើយម្ដងបាទយើងបាទទៅអូហើយដែរគឺសាប់តែសងសម្បត្តិខ្លាចតែឡើងគេសំសឹកឲ្យមករួមមិនរួមជាតិមកគេមែនតើបាទនេះស្យោហ្វមនេះឃើញដូចជាហាត់អត់ចង់ដកដៃមិនណាបាទឥឡូវនេះគិតដល់ថ្ងៃត្រូវមានទៅប្រទេសវៀតណាមហើយគឺមានឈ្មោះប្រកួតដែរបងប្អូនដឹងហើយការប្រកួតនេះធ្វើឡើងនៅទី24តាមមុននឹងការប្រកួតចាប់ដើមប៉ុណ្ណាស្គាល់អីគូនៅគាត់ធ្លាប់មើលវីដេអូខ្លះពីដៃគូរបស់ប៉ុណ្ណាធ្លាប់មើលគួរគាត់មិញដូចប្រាប់ខ្ញុំថាធ្លាប់វាយទុនមីនទូទៀតមែនអាយុអញ្ចឹងតាមដានដែរហើយប៉ុណ្ណាក៏ធ្លាប់ប៉ះទុនមីនដែរប៉ះបានដងហើយអាចថាបានចឹងខ្ញុំមានប៉ះមកប្រកបយកហើយទៅមានទូហ្មងយោចឹងថ្ងៃចឹងសានេះរបស់គាត់ទៅណាបាត់របស់គាត់ទៅគាត់ទៅណានេះហើយតាមហើយសេនស៊ីទៀតសេនវៀតណាមជាកីឡាករជំនឿជាតិវៀតណាមធ្លាប់ប្រកួតបានមេដាយច្រើនណាស់ហើយដូចជាមានខ្សែវត្តរងច្រើនគូសមដែរចូលប៉ុណ្ណឹងបានត្រៀមហើយនៅសម្រាប់ការប្រកួតនៅលើទឹកដីវៀតណាមឆាប់ៗនេះហើយត្រៀមមួយហើយមួយយើងនៅរយៈពេល10ថ្ងៃទៀតយើងជាយើងបន្តយើងរំតែរត់ជាប់រំឲ្យបាត់ឥឡូវស៊ូវៀតណាមមួយពេលដែលវៀតណាមមើលវីដេអូកីឡាករវៀតណាមប៉ះជាមួយជនរួមអាវុធរបស់គាត់ពូណាំងគឺថាអាចផ្ដល់ផលបាក់ដល់ពូណាំងអាវុធអីគេដែរគាត់ដែលជិះគាត់វែងវាយវែងចុះការជិះចូលដេផ្លាសេរបស់គាត់មិនដែរយើងមកដូចជាបាញ់គាត់លុយចេះឥឡូវកីឡាករវៀតណាមគាត់លឿនហើយពូណាំងចុះពូណាំងដឹងស្រាប់ហើយក្បាច់ពូណាំងគឺទៅមួយអញ្ចឹងពូណាំងមានអីទុកជាមួយនឹងកីឡាករដែលប្រកួតលក្ខណៈលឿនបែបនេះចង្វាក់កាត់ហើយត្រៀមចូលចាប់អញ្ចឹងចូលចាប់មកណាមិនថាគេមិនអត់ចាប់គេចាំនោះបាទគេមានអ្វីលើកវានៅសង្គ្រាមនេះមានប្រើទៅលើនេះទៀតទៅជួបរបស់គាត់ដែរពេលនេះមានន័យទៅណាមានន័យអរគុណបរិបទខាងម្ចាស់កម្មវិធីទេបាទខ្ញុំអរគុណដល់មកដល់វិសិទ្ធបានការកម្មវិធីបានឧបត្ថម្ភបានកម្មវិធីនេះឡើងនៅប្រទេសវៀតណាមហើយយើងបានមានជំនខ្មែរដឹកនាំទៅមកនៅtrong 10គូយើងលើកដំបូងបំផុតនៅប្រទេសវៀតណាមដែលអត់ធ្លាប់ធ្វើការប្រកួតនេះឡើងទេហើយការប្រកួតនេះគឺរៀបចំដោយខ្មែរយើងទាំងអស់បាទចឹងមកអរគុណគាត់បាទការកម្មវិធីឲ្យកម្ពុជាយើងបានប្រកួតយ៉ាងល្អមែនបាទមែនតើពូណាងតើតើនឹងកម្ពុជាឲ្យស៊ីសងមួយពូណាងវៀតណាមហ្នឹងនេះថាម៉ៃកៅអូម៉ែកៅហើយពូណាងចូលចាប់គេវាយជង្គង់មិនបានម៉ែកៅហ្នឹងគេនៅចាប់វាជាប់យើងមិនទៅឡើងទៅដេញចាប់ទៀតបាទណាគ្រប់អូវៀតណាមម្ដងហើយម្ដងបាទយើងបាទទៅអូហើយដែរគឺសាប់តែសងសម្បត្តិខ្លាចតែឡើងគេសំសឹកឲ្យមករួមជាតិមកគេមែនតើសរុបរួមមកពូណាងខ្ញុំចាំបានថាវាយនៅស៊ីហ្គេមវៀតណាម2022កន្លងទៅប៉ះវៀតណាមម្ដងលទ្ធផលមិនដែរចំណត់ណាចាញ់គាត់នឹងហើយសងសឹកអូមកសងសឹកនៅកម្ពុជាយើងហើយក្រៅពីនេះមានប៉ះវៀតណាមមកទៀតទេបងអញ្ចឹងវៀតណាមធ្លាប់តែម្ដងហ្នឹងណាបាទបើនិយាយមែនតើក្បាច់គុណវៀតណាមឲ្យថាខុសពីយើងឬក៏ដូចទៅកាន់ខាងណាដែរមិនដែរប៉ុណ្ណាទៅការប្រកួតរបស់គេគាត់គេមានស្ទុះជាងយើងចឹងហើយក្បាច់គេលឿនទៅអូគេជំនាញ kickboxing ចឹងដោយសារតែគេកន្លងមកគេធ្លាប់ហាត់ kickboxing ហើយលាជាមួយក្បាច់បណ្ដាលសេរីមួយទៀតទៅវាកាន់តែធ្វើឲ្យគេហ្នឹងមានសមត្ថភាពកើនឡើងដែរមួយទៀតប៉ុណ្ណឹងទៅកាឡាដែលពូណាងគាត់ថាបបាក់ប្រកួតជាងគេថាកាឡាប្រកួតដៃឬមួយក៏កែកាត់អី
ទីចូលហ្នឹងចាតាំងពីចូលលឿន rất là đam mê cuốn tại một năng là gồm thì của bạn ở đây chụp cái lá có hay nữa của năng của bạn តែយើងថាដេវាយhết rút traoយើងបាន châu việt là đọc cái bay rất luôn bạn đang trong năng của bạn này បើថាប៉ុណ្ណាថាដូចទៅដូចមកខ្លាចប៉ុណ្ណាក៏ធៀងលេងដែរបាទអរគុណច្រើនមែនជូនពរជោគជ័យសម្រាប់ការប្រកួតនៅស្រុកវៀតណាមបាទ